នេះខ្ញុំនឹងចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍ដែលជួបជាមួយនឹងម្ចាស់ហាងផ្ទាល់ជាមួយនឹងកំហុសធំទាំង5នៅពេលដែលម្ចាស់ហាងសម្រេចចិត្តទិញ POS system ម្ចាស់ហាងជាច្រើនបានទិញ POS system យកទៅទុកចោលខ្លះក៏អត់បានប្រើខ្លះក៏កំពុងតែស្វែងរកឈុតម៉ាស៊ីនគិតលុយថ្មីខ្លះទៀតក៏បានធ្វើការផ្លាស់ប្ដូរឈុតម៉ាស៊ីនគិតលុយឬក៏ប្រព័ន្ធគ្រប់គ្រងថ្មីហើយដែរហើយវីដេអូមួយនេះនឹងជួយទៅដល់ម្ចាស់ហាងទាំងអស់គ្នាដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវមិនខាតបង់ថវិកាឬក៏ខាតបង់ពេលវេលាក្នុងការសម្រេចចិត្តទិញ POS system កំហុសទី1នោះគឺមើលតែទៅលើតម្លៃទាបហើយសួរសំណួរទៅកាន់អ្នកលក់តែមួយគត់គឺតើវាថ្លៃប៉ុន្មានព្រោះថា POS ដែលមានតម្លៃទាបប៉ុន្តែវាមិនសមជាមួយនឹងអាជីវកម្មរបស់លោកអ្នកស្មើនឹងការទិញមកខាតបង់ថវិកាម្ចាស់ហាងជាច្រើនបានត្អូញត្អែអំពីបញ្ហារបស់គាត់មិនមែន system ដែលគាត់កំពុងប្រើមានបញ្ហាឬក៏ប្រើមិនកើតទេប៉ុន្តែវាមិនទាន់បានបំពេញគ្រប់តម្រូវការដែលគាត់ត្រូវការបច្ចុប្បន្ននៅឡើយហេតុនេះហើយម្ចាស់ហាងគួរតែសួរសំណួរដំបូងអំពីមុខងារដែលខ្លួនត្រូវការជាជាងសួរអំពីតម្លៃកំហុសទី2របស់ម្ចាស់ហាងនោះគឺមិនយល់ច្បាស់អំពីអាជីវកម្មរបស់ខ្លួនម្ចាស់ហាងខ្លះមិនដឹងថាខ្លួនត្រូវការអ្វីមិនដឹងថាតើហាងរបស់គាត់នឹងដំណើរការបែបណាឡើយម្ចាស់ហាងខ្លះគាត់សឹងតែមិនដឹងថាគាត់លក់ផលិតផលអ្វីខ្លះផងទំនិញក្នុងស្តុកមួយចំនួនអស់ប៉ុន្តែគាត់មិនបានដឹងខ្លួនគាត់មិនដែលតាមដានឬក៏ចង់ដឹងថាតើទំនិញណាលក់ដាច់ជាងគេនៅក្នុងថ្ងៃនេះចំណែកឯរបាយការណ៍គាត់ក៏មិនដឹងថាតើគាត់ចង់បានបែបណាទាំងនេះពិតជាកំហុសធំខ្លាំងមែនទែនសម្រាប់ម្ចាស់អាជីវកម្មឬក៏ម្ចាស់ហាងដូចនេះហើយមុនពេលដែលបើកអាជីវកម្មម្ចាស់ហាងគួរតែរៀបចំគូសវាសហើយមានផែនការអាជីវកម្មច្បាស់លាស់កំហុសទី3នោះគឺគិតថា POS system ពិបាកប្រើម្ចាស់ហាងមួយចំនួនតែងតែនិយាយថាខ្ញុំអត់ចេះកុំព្យូទ័រខ្ញុំអត់ដឹងចុចយ៉ាងណាឡើយម្ចាស់ហាងខ្លះទៀតក៏គាត់លើកឡើងថាបុគ្គលិកគាត់មិនសូវមានចំណេះដឹងច្រើនមិនសូវចេះប្រើបច្ចេកវិទ្យាច្រើននោះឡើយបញ្ហាមិនមែនមកពីអ្នកប្រើប្រាស់ឬក៏មកពី POS system ពិបាកប្រើនោះឡើយបញ្ហាគឺមកពីការបង្រៀនមិនបានត្រឹមត្រូវ POS system ដែលអាចជួយការងារទៅដល់ម្ចាស់ហាងគឺជា POS system ដែលងាយស្រួលប្រើដែលអាចរៀនប្រើក្នុងរយៈពេលត្រឹមតែ15នាទីឬក៏យ៉ាងយូរ1ម៉ោងប៉ុណ្ណោះហើយបុគ្គលិករួមជាមួយនឹងម្ចាស់ហាងអាចប្រើប្រាស់បានភ្លាមតែម្ដងបន្ទាប់ពីទទួលបានការបង្ហាត់បង្រៀនរួចរាល់កំហុសទី4គឺការទិញ POS system ដោយមិនបានគិតអំពី support ទៅថ្ងៃក្រោយជាការពិតណាស់ប្រសិនបើមាននរណាម្នាក់មកប្រាប់អ្នកថា POS system មិនចេះ error សូមកុំជឿឲ្យសោះសូម្បីតែក្រុមហ៊ុន Google ក៏នៅមាន bug មាន error ប៉ុន្តែគេមិនបានបង្ហាញឲ្យយើងជាអ្នកប្រើប្រាស់ចុងក្រោយនឹងឃើញហើយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះក៏មិនដែលលើកតម្កើងខ្លួនថាគឺជាលេខ1ខាងបច្ចេកវិទ្យាឡើយដូចនេះហើយម្ចាស់ហាងត្រូវតែគិតទៅលើអ្នក support ក្រោយពេលទិញ POS system ដើម្បីធានាបានថា system របស់លោកអ្នក up and running ឬក៏នៅតែដំណើរការរហូតក្នុងអំឡុងពេលដែលលោកអ្នកកំពុងតែបើកអាជីវកម្មដើម្បីធានាបានថានៅពេលដែលម៉ាស៊ីន print អត់ចេញគឺមានអ្នកជួយ support នៅពេលដែល Windows របស់លោកអ្នក update license មានអ្នកជួយ support នៅពេលដែលអ្នក print report អត់ចេញគឺមានអ្នកជួយ support ប្រសិនបើម្ចាស់ហាងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ system ឬក៏ប្រព័ន្ធគ្រប់គ្រង POS ទេសូមកុំទាន់គិតទៅលើការទិញឈុតម៉ាស៊ីនគិតលុយនេះយកមកដាក់នៅក្នុងហាង POS system មានទិន្នន័យមាន record មានរបាយការណ៍លុះត្រាណាតែមាន user មានអ្នកប្រើប្រាស់ចុចទៅលើម៉ាស៊ីននោះវាអាចធ្វើការអូតូម៉ាទិកដោយគ្រាន់តែយើងគិតដោយគ្រាន់តែម្ចាស់ហាងគិតថាចង់ឲ្យរក្សាទុកទិន្នន័យគឺវាអាចធ្វើបាននោះឡើយជាការពិតណាស់ប្រសិនបើម្ចាស់ហាងស្ទាក់ស្ទើរក្នុងការចុចប្រើចង់ចុចប្រើបន្តិចអត់ចង់ចុចប្រើបន្តិចទិញ system យកទៅទុកចោលមួយលើសិនចាំមានពេលវេលាចាំថ្ងៃណាទំនេរទើបចុចប្រើវានោះមានន័យថាម្ចាស់ហាងមិនទាន់រួចរាល់ក្នុងការចាប់ផ្ដើមប្រើ POS system នៅឡើយទេសូមកុំទាន់ចំណាយថវិកាក្នុងការទិញ POS system សរុបសេចក្តីមក POS
system ដែលល្អមិនមែនជា POS system ដែលមានតម្លៃថ្លៃឬក៏តម្លៃទាបនោះទេប៉ុន្តែវាគឺជា POS ដែលស័ក្តិសមជាមួយនឹងអាជីវកម្មរបស់លោកអ្នក comment នៅខាងក្រោមវីដេអូប្រសិនបើលោកអ្នកមានជាសំណួរហើយជួបជាមួយនឹងខ្ញុំនៅវីដេអូបន្ទាប់តាក់ទងជាមួយនឹងថាតើហាងរបស់លោកអ្នកគួរតែប្រើ POS system ហើយឬនៅ